บักกรุบนิบซัวพวงพรบัตรสวัสดิ์มาคันบัตรทรยศยูนบอตาของเวลบัตบัตรคือตำรวจไทยที่ดับบุญบัตรขายบัตรอุสเพียบัตรชนะพิพรบัตรมาภัยพรำมวยบัตรสำหรับตำรวจไทยนี้ได้บัตรคือยังเอาเล็กโตบัตรปีกรอบบัตรให้นางเล็กทมมือกรอบบัตรเล็กโตปีกรอบบัตรคือยังทวการมงเวลปีกองบัตรชนะเล็กทมมือกรอบเว้นบัตรคือยังทวการมงเวลใบกองบัตรยังมีการในได้บงวลิทมปัลิดอบบัตรนูยังเอาลาตพอลในการบงวลกองยังบัตรคือลิโซนบัตรยังหนึ่งมีลิโรงมาครบห้องได้บัตรนี้จะแหลกขั้นตู้เต้บัตรมนหนึ่งถือการบงวลกองบัตรขมายพงมังพงยังบัตรตึมโรงจำยูอะไรยังถือการบงวลิโตบัตรกรอบที่มวยแต่มาดงบัตรลิโตกรอบที่มวยคือมีลิสโรแปรมบัตรคือสโรแปรมยังធ្វើការបង្វិលបន្តបាត់ទៅកាន់លេខតូចក្របចុងក្រោយបាទបាទសម្រាប់លេខតូចក្របចុងក្រោយគឺមានលេខ87បាទគឺ87បាទដូច្នេះទាំងពីរក្របបាទ05និង87បាទ05អាចធ្វើការចាក់ផ្ទុយវិញបានបាទគឺ50គុតបាទចំណែក87បាទអាចធ្វើការចាក់ផ្ទុយវិញបានគឺ78បាទចំពោះទម្រង់ក្បាលអុសគឺក្បាល0បាទនិងក្បាល8បាទបងប្អូនយើងបាទអាចរើសយកទៅចាក់បានបាទតាមម៉ោងតាមប៉ុស្តិ៍ដែលបងប្អូនយើងឆ្លាញ់ពីចិត្តបានបាទយើងមានតាំងពីម៉ោងបាទ10កន្លះព្រឹកបាទរហូតដល់ម៉ោង8កន្លះយប់បាទមានហូរហាយតែម្ដងបាទលេខតូចរបស់យើងក៏មានតែប៉ុណ្ណឹងឥឡូវយើងរៀបចំធ្វើការបង្វិលលេខធំវិញម្ដងបាទលេខធំយើងថ្ងៃនេះមានតែមួយលេខទេបាទគឺធ្វើការបង្វិល3កងបាទកងទី1បាទសម្រាប់លេខធំយើងបាទចាប់ដើមបង្វិលបាទកងទី1គឺមានលេខ6បាទគឺលេខ6យើងធ្វើការបង្វិលបន្តបាទទៅកាន់កងទី2បាទចាប់ដើមបង្វិលបាទកងទី2គឺប៉ះករណីពិសេសតែម្ដងបាទគឺលេខ10បាទដូច្នេះយើងឲ្យលទ្ធផលនៃការបង្វិលគឺលេខ0បាទនេះជាលក្ខខណ្ឌបាទទូទៅរបស់យើងបាទយើងនឹងមានលេខរងមកគ្រាប់ផងដែរបាទយើងបន្តទៅកាន់កងចុងក្រោយបាទកងចុងក្រោយរបស់យើងគឺមានលេខ1បាទដូច្នេះលេខធំគ្រាប់ទី1គឺ0បាទសំទោសបាទ601បាទ601បាទយើងបង្វិលប៉ះករណីពិសេសគឺបានលេខរងមកគ្រាប់ទៀតបាទគឺ611បាទ611គឺជាលេខរងបាទដូច្នេះលេខធំយើងកើនឡើងរហូតដល់ទៅ2លេខគឺ601និង611បាទសម្រាប់លេខធំនេះបងប្អូនយើងកំពុងធ្វើការចាក់គុណផងបាទរបៀបចាក់គុណបាទឬក៏របៀបបាទយកលេខណាមួយធ្វើជាលេខពិសេសបងប្អូនយើងប្រហែលជាបាទយល់ដឹងខ្លះៗហើយការចាក់គុណគឺយើងចាក់បន្តិចបន្តួចទៅហើយបើសិនជាគិតថាលេខណាពេញចិត្តខ្លាំងបាទបងប្អូនយើងអាចបន្តបាទមួយលេខពីរលេខទៅបាទសម្រាប់ទម្រុយថ្ងៃទី14ក៏មានតែប៉ុណ្ណឹងបាទចំពោះលទ្ធផលយើងថ្ងៃទី13បាទយើងបានចូល2លេខដែរគឺ09និង9គុតបាទ09បាទយើងបានចូលនៅម៉ោង10កន្លះព្រឹកបាទចំណែកឯ9គុតយើងបានចូលនៅម៉ោង6កន្លះយប់បាទក្រៅពីនឹងបាទយើងបានចូលអូសគូសំផងដែរបាទសង្ឃឹមថាបងប្អូនយើងនឹងបានចាក់ចូលគ្រប់គ្នាពីខ្ញុំបាទក៏មានតែប៉ុណ្ណឹងមុននឹងគ្រប់ជម្រាបលាបងប្អូនយើងបាទជាចុងក្រោយបាទសូមគោរពជូនពរបងប្អូនយើងបាទសូមឲ្យទទួលទានរកស៊ីមានបានបាទសូមឲ្យមានសេចក្តីសុខបាទសុភមង្គលបាទសុវត្ថិភាពក្នុងការធ្វើដំណើរទៅទីជិតទីឆ្ងាយបាទបើសិនជាបានចាក់ឆោតយួនបាទសូមឲ្យចាក់ចូលគ្រប់គ្នាបាទពីតាកងវិលសូមអរគុណសូមគោរពជម្រាបលាបាទ